ការតស៊ូដើរឡើងភ្នំអស់ចិត្តកន្លះថ្ងៃរបស់ខ្ញុំថ្ងៃនេះពិតជាអត់សោកស្ដាយមែនដោយសារតែពេលដែលមកដល់គឺយើងនឹងបានជួបជាមួយនឹងធម្មជាតិពិតដែលអត់សូវមានមនុស្សបានស្គាល់ហើយអត់សូវមានមនុស្សបានមកដល់អ្នកដែលបានមកដល់គឺសុទ្ធតែអ្នកតស៊ូហ្មងណាហើយពេលដែលមកដល់គឺថាយើងនឹងបានជួបភាពសប្បាយរីករាយដូចជាការអាំងសាច់ញ៉ាំចាហើយនឹងការលេងទឹកជ្រោះសប្បាយហើយជាមួយនឹងធម្មជាតិដែលអត់សូវមានមនុស្សបានឃើញអញ្ចឹងចង់ដឹងថាកន្លែងហ្នឹងនៅណាតោះខ្ញុំនាំអ្នកនរគ្នាទៅទាំងអស់គ្នាខ្ញុំរៀបចំខ្លួនតាំងម៉ោង5ហើយមើលឈុតឡើងភ្នំគេផងនិយាយទៅមួយឈុតហ្នឹងគឺខ្ញុំមានលក់ឯអ្នកនរគ្នាអាចកំងបានហើយបន្តមកទៀតយើងក៏បានជិះឡានដើម្បីទៅចំណុចទៅជើងភ្នំដើម្បីឡើងភ្នំនឹងឯងហើយភ្នំដែលខ្ញុំឡើងហ្នឹងមានឈ្មោះថាភ្នំត្បែងនៅក្នុងខេត្តព្រះវិហារនឹងឯងហើយនៅលើភ្នំត្បែងហ្នឹងមានទឹកធ្លាក់ច្រើនកន្លែងប៉ុន្តែទឹកធ្លាក់ដែលខ្ញុំទៅហ្នឹងគឺមានឈ្មោះថាទឹកធ្លាក់តាំងយូដែលផ្លូវឡើងគេនៅខាងក្រៅខ្ញុំនឹងឯងអ្នកនរគ្នាហើយមុននឹងយើងឡើងទៅហ្នឹងគឺយើងត្រូវចូលមកកន្លែងសហគមន៍គេនេះសិនហើយយើងអាចសាកសួរព័ត៌មានហើយនឹងអាចទិញសំបុត្រនិយាយទៅសំបុត្រគេគឺម្នាក់2000រៀលដើម្បីឡើងទៅលើភ្នំហ្នឹងហើយបើសិនជាយើងមានអីវ៉ាន់ច្រើនឬក៏យើងចង់បានហ្គាយដើម្បីជូនយើងឡើងក៏គេមានដែរយើងអាចប្រាប់គេនៅកន្លែងហ្នឹងបានប៉ុន្តែកន្លែងនេះដោយសារពួកខ្ញុំអត់សូវមានអីវ៉ាន់អីច្រើនទេអញ្ចឹងហើយក៏ឡើងទៅដោយខ្លួនឯងអត់យកហ្គាយទៅទេហើយសម្រាប់ការឡើងនិយាយទៅឡើងទៅបាន200ម៉ែត្រហ្នឹងអ្នកនរគ្នាមើលមុខមួយចង់និយាយថាដកទៅហើមទៅហក់ហ្មងដោយសារតែយើងឡើងនេះគឺលក្ខណៈបែបដើរឡើងចដើផងឡើងតាមថ្មផងអីផងអញ្ចឹងណាចាខ្ញុំយកអ្នកនេះមួយខ្ញុំយកអ្នកលើកមួយឃើញអត់ធ្វើឯងជើងខ្លាំងអត់យកអ្នកជួយលើកមានណាដើរទៅបាន200ម៉ែត្រទេហើយជំនួយភ្លាមហ្មងហើយជំនួយរបស់យើងគឺថាមកដល់លឿនទាន់ចិត្តតែម្ដងនេះគឺថាគាត់មកដល់ភ្លាមតែម្ដងអញ្ចឹងសូមណែនាំប្រុសសង្ហារបស់យើងគឺបងស៊ុចចាមកដល់ភ្លាមគាត់រៀបចំចាត់ចែងលើកអីវ៉ាន់របស់យើងហើយគាត់ឲ្យយើងដើរតែខ្លួនទេនិយាយទៅឡើងតែខ្លួនឲ្យតែរួចទៅអីវ៉ាន់ទុកឲ្យគាត់ជាអ្នកចាត់ចែងហើយចង់និយាយថាតាមផ្លូវដើរហ្នឹងគឺមានតាំងពីព្រៃអាស័យមើលទៅដូចនៅក្នុងរឿងចិនសៀវឡុងនីអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងខ្ញុំក៏ឈប់ថតរូបនៅកន្លែងនេះមួយគឺថាស្អាតហើយអត់ក្តៅទេអ្នកនរគ្នាព្រោះអីយើងដើរនៅក្រោមព្រៃនឹងរហូតខ្យល់បក់ល្វិចរហូតនិយាយទៅគឺថាសប្បាយរីករាយតែម្ដងហើយនៅតាមផ្លូវយើងនឹងបានជួបជាមួយនឹងដើមឈើធំរូបរាងប្លែករុក្ខជាតិប្លែកលាយឡំជាមួយនឹងសំឡេងសត្វយំសំឡេងខ្យល់បក់សំឡេងស្លឹកឈើនិយាយទៅយើងមានអារម្មណ៍ថាដូចយើងនៅជិតជាមួយនឹងធម្មជាតិមែនតើហើយវាដូចបានព្យាបាលទុកកង្វល់ហើយរំសាយអស់ភាពនឿយហត់ហ្មងណាអ្នកនរគ្នាហើយឡើងមកនេះខ្ញុំសរសើរដល់សហគមន៍តាំងយូមែនតើដោយសារគាត់រៀបចំបានល្អហ្មងមានតាំងពីធុងសម្រាមហើយពេលដែលឡើងមកនេះអត់ទាន់បានឃើញសម្រាមសំបីតែមួយហ្មងហើយឥឡូវគឺងាយស្រួលឡើងដោយសារតែការលើកមុនគឺយើងត្រូវឡើងតាមចម្រាក់ថ្មប៉ុន្តែឥឡូវគេមានស្ពានឈើឲ្យយើងឡើងងាយស្រួលក្នុងការឡើងហើយឡើងបានលឿនទៀតហើយនៅតាមផ្លូវគេមានស្លាកសញ្ញាប្រាប់ថាយើងឡើងបានប៉ុន្មានម៉ែត្រហើយនៅក្នុងតំបន់ណានិយាយទៅ100ម៉ែត្រគេមានផ្លាកឲ្យម្ដងហ្មងអញ្ចឹងគឺងាយស្រួលខ្លាំងមែនតើមកដល់ចំណុចនេះបានន័យថាយើងមកដល់លើភ្នំហើយអញ្ចឹងយើងត្រូវដើរប្រហែលជា5គីឡូទៀតបានដល់ទឹកធ្លាក់តាំងយូហើយមកដល់កន្លែងនេះមានគេលក់អីញ៉ាំទៀតមានតាំងពីម្ជូរមួយថងតែ3000ណាប៉ុន្តែទឹកកាពិឆ្ងាញ់សាហាវហើយមានតាំងពីនំពុំក្តៅគេចាក់ថ្មីនៅហ្នឹងហ្មងមួយតែ1000ទេហើយមានតាំងពីមីមានទឹកមានភេសជ្ជៈអីខ្សប់គ្រប់មុខហ្មងនិយាយទៅកណ្ដាលព្រៃណាប៉ុន្តែអែមរបស់គេហ្មងឥឡូវខ្ញុំបន្តដំណើរទៅទៀតក៏ស្រាប់តែឃើញគោយន្តខ្ញុំឡើងឆ្ងល់ថាជុំគោយន្តឡើងលើភ្នំមិនបានទៅបើសិនជាណាគេដឹងជួយប្រាប់ផងណាហើយនិយាយទៅគោយន្តនេះគឺយើងអាចជួលបានបើសិនជាណាគេអត់ចង់ដើរអា5គីឡូហ្នឹងដើម្បីទៅទឹកធ្លាក់តាំងយូហ្នឹងទេយើងអាចជួលគោយន្តហ្នឹងឲ្យគេជូនទៅបាននិយាយទៅយើងដល់វគ្គដើរលើផ្ទៃរាបនៅលើភ្នំហ្នឹងហើយនិយាយទៅភ្នំត្បែងគឺធំហ្មងអ្នកនរគ្នាជាលក្ខណៈបែបយើងឡើងអញ្ចឹងហើយផ្ទៃរាបរបស់គេនោះគឺធំល្វឹងល្វើយហ្មងយើងអាចរុកថានៅលើភ្នំនឹងមានអីគេខ្លះហេហើយខ្ញុំទៅចាប់អារម្មណ៍អ្នកនរគ្នាមុននឹងខ្ញុំជិះលើគោយន្តហើយគោយន្តនឹងវាសើមឥឡូវសើមគូតមកដុំបាត់ហើយមើលដើរតវ៉ៃទៅហើយពេលដែលយើងដើរលើភ្នំនឹងយើងត្រូវដើរឆ្លងអូផងដើរឆ្លងលក្ខណៈបែបវាលថ្មផងហើយដើរឆ្លងអូហើយនិយាយទៅទឹកគេឡើងថ្លាហ្មងអូនិយាយទៅមួយទ្រីបនេះគឺថាមានន័យហ្មងអញ្ចឹងបងប្អូនដែលមើលវីដេអូនេះអាចបបួលមិត្តភ័ក្តិមកលេងព្រះវិហារបាននិយាយទៅសុវ័យប្លែកហ្មងហើយមើលពេលហត់អីអញ្ចឹងមានមកជូរញ៉ាំទៀតអង្គុយញ៉ាំកណ្ដាលព្រៃហ្នឹងហ្មងណាហើយក្រោមដើមឈើធំហើយអត់ក្តៅទេនិយាយទៅគឺថាត្រជាក់ស្រេបសឹមហ្មងមកដល់កន្លែងនេះហើយយើងអត់ដល់ទឹកធ្លាក់ទេយើងត្រូវចុះពីលើចម្រាក់ថ្មនេះបន្តិចសិនប៉ុន្តែជិតដល់ហើយប្រហែលជា400ម៉ែត្រទៀតគឺដល់ហើយទ្រាំបន្តិចនេះឥឡូវគឺយើង
ចេញពីព្រៃនឹងហើយយើងបានមកដល់ទឹកធ្លាក់តាំងយូហើយចានិយាយទៅទឹកធ្លាក់តាំងយូនេះពេលដែលយើងបានមកដល់យើងនឹងឃើញវាលថ្មធំអញ្ចឹងណាហើយគេមានដាក់ស្លាកសញ្ញាថាយើងបានមកដល់ហើយពេលដែលមកដល់ហ្នឹងគឺគេមានលក្ខណៈបែបតូបហើយមានតង់មានអីគេមកបោះអញ្ចឹងណាពួកខ្ញុំឡើងមកដល់លើនេះប្រហែលជាម៉ោង11កន្លះហើយកំពុងតែហេវហត់អស់កម្លាំងផងងាកទៅរកបងសុចគឺថាគាត់ប្រញាប់ឡើងមកដល់ខាងលើមុនដើម្បីត្រៀមរៀបចំអាំងសាច់អាំងអីឲ្យយើងនិយាយទៅបើសិនជាបងប្អូនទាំងអស់គ្នាមកខ្ញុំណែនាំឲ្យយកបងសហគមន៍មកជាមួយនិយាយទៅគាត់ជួយយើងបានច្រើនមែនតើលក្ខណៈថារឿងអាំងសាច់បាយទឹកម្ហូបអីគឺគាត់ជួយរៀបចំយើងហើយគាត់ជួយនាំផ្លូវនាំអីអញ្ចឹងណាហើយនេះគឺជាទឹកធ្លាក់តាំងយូនិយាយទៅអារម្មណ៍ពេលហ្នឹងសប្បាយចិត្តខ្លាំងមែនតើដោយសារឃើញទឹកឡើងថ្លាឆ្វង់ត្រជាក់ស្រាប់ហើយទឹកគេគឺអត់សូវខ្លាំងពេកទេនិយាយទៅមកល្មមយើងអាចលេងបានហើយអត់សូវគ្រោះថ្នាក់អញ្ចឹងណាម្ដងនេះគឺថាធម្មជាតិសុទ្ធសាធតែម្ដងហើយនៅលើហ្នឹងក៏មានតង់សម្រាប់ឲ្យយើងជួលដើម្បីគេងនៅលើហ្នឹងដែរហើយមានផ្ទះបងសហគមន៍នៅលើហ្នឹងមានភ្លើងមានបន្ទប់ទឹកមានអីត្រឹមត្រូវហើយសម្រាប់តង់នេះអ្នកនរគ្នាកុំភ័យនិយាយទៅបោះនៅលើគោកទេគឺសុវត្ថិភាពហើយនៅមុខតង់ហ្នឹងគឺមានជាលក្ខណៈបែបទឹកអញ្ចឹងយើងអាចហក់ហែលលេងនៅក្នុងហ្នឹងបានអ្នកនរគ្នាប៉ុន្តែឥឡូវនេះខ្ញុំមិនទាន់លេងទឹកទេគឺត្រូវមករកបាយញ៉ាំសិនដោយសារឃ្លានខ្លាំងហ្មងហើយងាកមករកជំរំរបស់យើងនេះគឺថាសាច់បានឆ្អិនហើយអញ្ចឹងតោះមកញ៉ាំបាយទាំងអស់គ្នានិយាយទៅបាយមួយពេលនេះគឺជាបាយដែលឆ្ងាញ់ហើយមានន័យខ្លាំងមែនតែនហ្មងនិយាយទៅបាយហើយនឹងប្រភេទសាច់ហ្នឹងគឺយើងវិចយកមកពីក្រោមប៉ុន្តែយើងយកមកបកាត់ភ្លើងអាំងនៅលើភ្នំហ្នឹងតែម្ដងអាំងក្តៅថ្មីអញ្ចឹងគឺថាអូយឆ្ងាញ់ញាក់តែម្ដងហើយមើលសាច់គោនិយាយទៅសាច់គោនេះឡើងផុយហើយអាំងមកល្មមហ្មងអត់ឆ្អិនពេកហើយក៏អត់ឆៅពេកនិយាយទៅមកល្មមជ្រលក់ជាមួយនឹងទឹកម្រេចនេះទៀតអូយជាតិសាហាវណាស់អ្នកទាំងអស់គ្នាអើយហើយមាន់នេះក៏អាំងថ្មីភ្លាមនៅនឹងដៃនិយាយទៅឡើងឈ្ងុយហើយឥឡូវនេះខ្ញុំកំពុងតែពុះអាឡឹកឲ្យអ្នកទាំងអស់គ្នាញ៉ាំនិយាយទៅពុះនឹងដៃតែម្ដងមហាកម្លាំងហ្មងហើយឥឡូវនេះមានកម្លាំងហើយកណ្ដុំគ្នាចុះមកលេងទឹកនិយាយទៅអាប្រឡោះនេះគឺលយហ្មងដូចអាងទឹក hot spring របស់ជប៉ុនអញ្ចឹងប៉ុន្តែមុននឹងចុះទៅគឺថាសន្យាគ្នាហើយណាអត់មានបន្លំនោមទេណាមិត្តភ័ក្តិវីដេអូនេះសូមរៀងវែងតិចណាដោយសារតែខ្ញុំមកលេងទឹកធ្លាក់តាំងយូនេះគឺសប្បាយខ្លាំងមែនតើហ្មងអញ្ចឹងខ្ញុំចង់បង្ហាញគ្រប់ទស្សនវិជ្ជាទាំងអស់ឲ្យបងប្អូនទាំងអស់គ្នាបានឃើញហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនតើដែលខ្ញុំបានបង្ហាញកន្លែងដើរលេងរបស់ខេត្តខ្ញុំឲ្យបងប្អូនទាំងអស់គ្នាបានមើលអញ្ចឹងបើអត់សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងបើកចិត្តមកលេងខេត្តព្រះវិហារឲ្យបានច្រើនទាំងអស់គ្នានិយាយទៅខេត្តខ្ញុំគឺសវោកន្លែងដើរលេងសប្បាយធម្មជាតិច្រើនខ្លាំងមែនតើគ្រាន់តែថាគ្នានៅឆ្ងាយពីក្រុងភ្នំពេញអញ្ចឹងណាប៉ុន្តែមកលេងទៅគឺថាអត់ឲ្យខកបំណងខកចិត្តទេបងប្អូនទាំងអស់គ្នាអញ្ចឹងតោះបន្តដំណើរយើងទៅទៀតនិយាយទៅទឹកធ្លាក់តាំងយូហ្នឹងមិនមែនមានតែអាទឹកតិចហ្នឹងណាអាទឹកធ្លាក់ធំក៏មានដែរប៉ុន្តែគេអត់សូវចុះមកលេងកន្លែងហ្នឹងទេវាលេងអត់សូវសប្បាយហើយឥឡូវបន្តដំណើរទៅទៀតហើយខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅមកកន្លែងទៀតនិយាយទៅអ្នកដែលឡើងមកលើភ្នំត្បែងនេះអត់សូវដើរមកកន្លែងហ្នឹងទេប៉ុន្តែជាកន្លែងដែលមានទេសភាពស្អាតខ្លាំងមែនតែនហ្មងនេះនិយាយទៅពេលដើរមកដល់ហ្នឹងខ្ញុំនឹកឃើញដល់អារឿងព្រៃជូម៉ាន់ជីលក្ខណៈបែបដំណើរផ្សងព្រេងទៅរកកំណប់រកអីចឹងណាហើយនេះខ្ញុំបានបេះមានព្រៃយកមកញ៉ាំទៀតអ្នកនរគ្នានិយាយទៅផ្អែមល្វីងប៉ុន្តែឆ្ងាញ់ហ្មងហើយឥឡូវនេះខ្ញុំបានដើរត្រឡប់មកវិញហើយដោយសារខ្ញុំឡើងទៅនេះខ្ញុំអត់បានគេងនៅលើភ្នំនឹងទេអញ្ចឹងខ្ញុំឡើងហើយពេលល្ងាចគឺយើងចុះមកវិញអញ្ចឹងរៀងហត់បន្តិចហើយតាមផ្លូវមកវិញហ្នឹងមួយគឺអស់ជើងខ្លាំងមែនតើអញ្ចឹងទៅក៏បានជួលគោយន្តគេជិះហើយអ្នកដែលបើកគោយន្តហ្នឹងគឺអត់មានណាទេគឺបងសុចយើងនឹងឯងគឺថា hero ប្រចាំ trip តែម្ដងហើយផ្លូវរៀងពិបាកបន្តិចពេលដែលយើងជិះគោយន្តចុះអូម្ដងរៀងលក្ខណៈថាប្រហោងពោះដែរហ្នឹងហើយវីដេអូថ្ងៃនេះគឺថាមានតែប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចមកលេងទឹកធ្លាក់តាំងយូឲ្យបានច្រើនទាំងអស់គ្នានៅក្នុងខេត្តព្រះវិហារណាអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនទាំងអស់គ្នាបាយបាយ